ជំរាបសួរចាបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកចែករំលែកពីម៉ឺនុយថ្មីរបស់នាងខ្ញុំទៀតហើយអានេះជាគ្រឿងក្រៅរបស់នាងខ្ញុំមានម្ទេសហាវ៉ៃមានសណ្តែកគួរមានផ្កាកណានិងសសក់ផងដែរហើយនាងខ្ញុំជ្រៀកវាបែបនេះបន្ទាប់មកនាងខ្ញុំយកផ្កាកណាមកជ្រៀកម្ដងផ្កាកណាជ្រៀកតាមខ្លែបរបស់វាអញ្ចឹងទៅបងប្អូនវាស្រួលបន្ទាប់មកទៀតនាងខ្ញុំហាន់សណ្តែកគួរម្ដងសណ្តែកគួរនាងខ្ញុំហាន់ជាកង់បែបនេះរួចហើយនាងខ្ញុំយកសសក់មកចិតបន្តទៀតហើយសសក់នាងខ្ញុំនេះនាងខ្ញុំមិនមែនយកមករុំជាមួយប្រហិតហ្នឹងទេណាបងប្អូននាងខ្ញុំយកមកឆ្លាក់បែបនេះហើយពេលដែលនាងខ្ញុំធ្វើម្ហូបម្ដងនាងខ្ញុំចូលចិត្តណាខាងតាក់តុបជប់ចែងចង់ឲ្យមុខម្ហូបមួយចេញមកវាឃើញស្អាតពេលដែលនាងខ្ញុំឆ្លាក់រួចរាល់អស់ហើយនាងខ្ញុំមករៀបដាក់ចានបែបនេះហ៎បងប្អូននាងខ្ញុំគិតថាពេលដែលយើងឌីក័រមុខម្ហូបចេញទៅមើលទៅឲ្យវាទំនងឆ្ងាញ់គួរចង់ញ៉ាំហើយបន្ទាប់មកទៀតនាងខ្ញុំចាប់ផ្ដើមមករុំបន្លែម្ដងមុនដំបូងនាងខ្ញុំរុំសណ្តែកគួរមុនសិនពេលដែលនាងខ្ញុំធ្វើម្ដងគឺនាងខ្ញុំចូលចិត្តធ្វើតែបែបនេះទេនាងខ្ញុំធ្វើបែបនេះគឺងាយស្រួលសម្រាប់នាងខ្ញុំតែបើបងប្អូនមានវិធីសាស្ត្រណាធ្វើខុសនឹងក៏បានដែរពីព្រោះថាគ្រួសារមួយតែងតែមានរូបមន្តធ្វើមុខម្ហូបខុសគ្នាឥឡូវនាងខ្ញុំបៀកនឹងរុំបន្លែរួចរាល់អស់ហើយចាប់ផ្ដើមដាក់ខ្ទះក្តៅដាក់ខ្លាញ់ចូលនាងខ្ញុំចៀនម្ទេសហាវ៉ៃមុនពេលដែលនាងខ្ញុំចៀនបន្តិចម្ដងទេនាងខ្ញុំអត់ដាក់ចូលទាំងអស់ទេពេលដែលដាក់ទាំងអស់វាច្រើនត្រូវការខ្លាញ់ច្រើននាងខ្ញុំថាធ្វើបែបនេះគឺវាចំណេញខ្លាញ់ពីព្រោះថាខ្លាញ់ដែលយើងប្រើហើយម្សាអញ្ចឹងអាចទុកទៅប្រើថ្ងៃក្រោយទៀតបានទេអាចប៉ះពាល់សុខភាពម្ល៉េះហើយនាងខ្ញុំធ្វើតែបែបនេះទេឥឡូវផាត់នាងខ្ញុំក្រៀមចាប់ដើមស្រង់ដាក់កញ្ឆែងទុកម្ដុំសិនបន្ទាប់មកទៀតនេះបងប្អូននាងខ្ញុំរៀបតុបតែងហើយមើលទៅទំនងគួរឲ្យចង់ញ៉ាំឥឡូវបងប្អូនមកធ្វើការភ្លក់ជាមួយនាងខ្ញុំទាំងអស់គ្នានេះបងប្អូនឆ្ងាញ់ណាស់បងប្អូនអើយឡើងជាតិហ្មងហើយរសជាតិកាត់ថ្លៃមិនបានទេបងប្អូននេះឥឡូវនេះខ្ញុំភ្លក់ទៅសក់ម្ដងហើយមើលនេះបងប្អូនអើយទៅសក់នឹងក៏ឃើញគួរឲ្យចង់ញ៉ាំទៀតអូយឡើងស្រួយបងប្អូនឡើងស្រួយស្រាប់តែម្ដងហើយប្រហិតដែលនាងខ្ញុំចៀននេះគឺនាងខ្ញុំយកប្រហិតត្រីឆ្លាតមកចៀនណាបងប្អូនហើយរុំជាមួយបន្លែបែបនេះគឺវាឆ្ងាញ់ប្រហិតឡើងស្វិតហើយបន្លែឡើងស្រួយស្រាប់តែម្ដងបងប្អូនអាចធ្វើញ៉ាំនៅផ្ទះតាមនាងខ្ញុំបានហើយវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលា